បត្រៃបេដកឥឡូវពីដើមបោះពុំចេញតែពីពុទ្ធសាសនាបណ្ឌិតប៉ុន្តែឥឡូវនេះបរិស័ទគាត់សម្បូរលុយគាត់ចង់ដាក់វត្តណាគាត់ទៅររោងពុំដាក់ទៅឲ្យតែលុយគេទៅគេបោះយកមកហើយដល់តែអ្នកដែលបោះពុំលក់នោះគ្នាបានតែរៀនបេដកពីកាលមិនដែលបានសិក្សារៀនសូត្រអីចេះតែបោះទៅខ្លះបាត់5ទំព័រអីនោះខ្លះប្រឡង5 6ទំព័រអីនោះខ្លះជន់គ្នាវល់វក់ទៅនឹងអញ្ចឹងឆ្លៀតឱកាសហ្នឹងគឺថាទូលប្រគេនជំរាបជូនជាពិសេសផ្នែកធម្មការសាសនាអីគួរតែប្រមូលកម្មសិទ្ធិការបោះពុំប្រត្រៃបេដកគម្ពីរអដ្ឋកថាអីក៏បីចេញពីពុទ្ធសាសនបណ្ឌិតសំទទួលយកបើតែតាមរោងពុំរោងអីដែលគេបោះនេះកុំថាអញ្ចឹងបិទផ្លូវគេរស់ស៊ីគេបោះធៀបការមួយឆ្នាំក៏ចំណេញជាងបេដកដែរដើម្បីរក្សាអីរក្សាគុណតម្លៃរបស់ព្រះត្រៃបេដកឲ្យគង់នៅហើយបើយើងពុទ្ធបរិស័ទជ្រះថ្លានាំគ្នាទៅបោះជ្រះថ្លានាំគ្នាទៅបោះឲ្យបានយកមកផ្ទៀងអត់ផងអ្នកមើលតែបានដឹងថាខុសឃើញលោកអ្នកដតីណាលោកមើលមិនឃើញខុសអាត្មាបានឃើញហើយខុសខ្លះជន់គ្នានោះត្រៃបេដកខ្លះបោះជន់គ្នា10សន្លឹកខ្លះប្រឡងបាត់ទៅអានដល់49ទៅចេញ65ឯណាឯនោះបាត់ទៅថាគួរតែក្រសួងគួរតែស្ថាប័នពាក់ព័ន្ធនឹងក៏បីប្រមូលយកកម្មសិទ្ធិបញ្ញាការបោះពុម្ពផ្សាយបត្រៃបេដកគម្ពីរអដ្ឋកថាដីកាឲ្យចេញទៅពីពុទ្ធសាសនបណ្ឌិតតែម្យ៉ាងបានណាកុំអនុញ្ញាតឲ្យរោងពុម្ព2 3 4 5 6 7 8សប្ថ្ងៃឯណាក៏បោះបានដែរនោះព្រោះគេអត់ដែលអ្នករៀនបេដកទេអ្នកបោះពុម្ពនោះអញ្ចឹងគ្នាមិនដឹងខុសមិនដឹងត្រូវទេហើយត្រូវអត់មានអ្នកផ្ទៀងហើយក៏មិនងាយរកអ្នកផ្ទៀងដែរ110ក្បាលហើយបើចេញពីពុទ្ធសាសនមណ្ឌលរួចដឹងថាត្រូវយ៉ាងតែហ្មងហើយបើថាចេញពីពុទ្ធសាសនបណ្ឌិតហើយខុសទៀតអាហ្នឹងតាមនោះដែរហើយលោកអ្នកប្រាជ្ញទាំងអស់ដែលជាអ្នកគោរពប្រណិប័តជឿជាក់សិក្សារៀនសូត្រប្រត្រៃបេដកនោះគួរតែមកប្រជុំគ្នាធ្វើសេចក្តីប្រងព្រៀងហ្នឹងឲ្យកើតឡើងណាអ្នកប្រាជ្ញខាងបាត់ដំបងក៏ដោយអ្នកប្រាជ្ញខាងសៀមរាបក៏ដោយអ្នកប្រាជ្ញភ្នំពេញកំពង់ចាមត្បូងឃ្មុំបៃលិនបាត់ដំបងប្រទាយមានជ័យឧត្តមមានជ័យតកែវឯណាក៏ដោយដែលសឹកតែជាអ្នកគោរពជឿជាក់សិក្សារៀនសូត្រតាមព្រះត្រៃបេដកគួរតែប្រជុំគ្នាធ្វើបុណ្យគម្រប់ខួបព្រះត្រៃបេដកម្ដងទៅចឹងដើម្បីបញ្ជាក់ថាគ្រប់អ្នកប្រាជ្ញទាំងអស់សឹកសឹងតែបានយកនៅព្រះត្រៃបេដកជាគោលហើយអញ្ចឹងយកកន្លែងណាមួយសន្មតទៅសំណាក់បរិស័ទក្នុងពុទ្ធសាសនាក្នុងកម្ពុជាទេសយើងសឹកអ្នកជ្រះថ្លាតើធ្វើឲ្យធំកក្រឹកកក្រែងទៅនៅតាណាដែលដីទលំទលាយទៅឬក៏ថានៅអង្គរវត្តឬក៏ថានៅឯណាអញ្ចឹងទៅហើយខ្ញុំកណាមពាវនាវតែហ្មងហ្នឹងពាវនាវហ្នឹងមិនមែនអីទេគឺថាពាវនាវឲ្យកប់3ពុទ្ធសាសនិកលោកអ្នកប្រាជ្ញជួបជុំគ្នាគ្រប់ទិសគ្រប់តំបន់ក្នុងកម្ពុជាទេសហ្នឹងនាំគ្នារលឹកនឹកគុណដែលធ្វើបុណ្យគម្រប់ខួបការប្រែសម្រួលជំនុំបត្រៃបេដកហើយខួបស្រួលទេថ្ងៃ1មេសាគ្រប់តែឆ្នាំហ្នឹងចង់ធ្វើឆ្នាំណាក៏បានដែរតែធ្វើឲ្យធំម្ដងទៅដល់ឆ្នាំក្រោយមិនបានធំក៏ឲ្យបរិស័ទស្គាល់ឲ្យបរិស័ទដឹងនៅវីរៈគុណដល់បាត់ចោលពោះនេះបាត់ថប់ផ្លូវដង្ហើមសម្រានក៏បានហូបក៏បានដល់អញ្ចឹងសាច់យើងក៏ប្រែមកលេងស្ងួតលេងក្តៅសាច់ទៀតហើយអាថប់ផ្លូវដង្ហើមក៏បរិស័ទខ្លះលោកអត់ស្គាល់ទេសនាមហាជាតិណាខ្ញុំកណាត់ស្មាត់ចិត្តតែសាវាសតិញទៅធ្វើឲ្យឃើញទៅស្គាល់ទៅថាអូអាហ្នឹងគេធ្វើបុណ្យទេសនាមហាជាតិថ្ងៃក្រោយលោកទាំងឡាយមិនបានធ្វើធំអញ្ចឹងក៏ទៅតូចតាមវត្តរៀងខ្លួនអញ្ចឹងដែរមានប៉ុណ្ណាក៏ធ្វើប៉ុណ្ណឹងដែរអញ្ចឹងបុណ្យគម្រប់ខួបបត្រៃបេដកអញ្ចឹងដែរធ្វើឲ្យធំឲ្យព្រមព្រៀងគ្នាមួយមើលលោកអ្នកប្រាជ្ញទាំងអស់ហ្នឹងហើយដល់តែគេស្គាល់ហើយថ្ងៃក្រោយធ្វើតាមខេត្តរៀងខ្លួនតាមវត្តរៀងខ្លួនអញ្ចឹងទៅជាជាងយើងទុកឲ្យកប់ចោលនៅកំណប់ទ្របដល់មហាសាលដែលយើងក៏បីចងចាំយើង
cái lệ từ pi bẹt trái bậy đó cứ crom chùm nôm bẹt trái bậy đó nè tua bànនៅព្រះរាជក្រឹត្យលេខ106ឆ្នាំ1929ចាប់ផ្ដើមឲ្យក្រុមជំនុំជម្រះបត្រៃ3ដកធ្វើការផ្ទៀងផ្ទាត់សម្រួលនិងបកប្រែដោយអាងពី3ដករហូតដល់5ប្រទេសយកមកដើម្បីផ្ទៀងផ្ទាត់គ្នាហើយយើងដឹងថាចំណាយពេលអស់ប្រហែលឆ្នាំទេក្នុងការផ្ទៀងផ្ទាត់ណាក្នុងការធ្វើកិច្ចការដល់ធំធេងនេះចំណាយពេលអស់40ឆ្នាំតាំងពីឆ្នាំចាប់ផ្ដើមប្រកាសឲ្យធ្វើនៅឆ្នាំ1929បានសម្ពោធដាក់ឲ្យប្រើប្រាស់ទាំងស្រុងនៅថ្ងៃ1មេសាឆ្នាំ1969ក្រោមពហោះស្នាពហោះនឹងហោះនឹងហាត់យ៉ាឆ្អល់ដោឡើងលើទៅភើទៅចង្អោអញ្ចឹងណានិយាយរួមមកទូខ្លួនគឺប្រែប្រួលរហូតតែបាត់ជើងមិនអស់នឹងធ្វើឆ្អល់ពោះតាំងពោះនឹងរួយកោស្វាំងភ្នែកនឹងថាប់ដង្ហើមនឹងសម្រាប់អត់លក់ទេដល់ពេលអញ្ចឹងធ្វើឈាមរត់អត់ស្រួលវារួយកោស្វាំងភ្នែកជាតិអាហារជាតិអីហូបតាំងបានហ្នឹងទៅបែរជានៅស្ទះនឹងពវៀនធំហ្នឹងវាធ្វើបាបកាពះហ្នឹងឲ្យកាពះយើងឆ្អល់ជ្រាលជាតិខ្យល់ជាតិអាហារនៅយូរពេលធ្វើយើងភើសម្រាប់ក៏មិនគ្រប់គ្រាន់ឆ្អល់ពោះតាំងពោះអាសេសអស់កម្លាំងរួយដៃរួយជើងអាងឹតមុខស្វាំងភ្នែកធ្វើយើងស្លុបមិនស្រស់ស្រាយអារម្មណ៍មិនភ្លឺថ្លាដូចគេទេស្បែកស្អាប់ស្បែកស្ងួតស្បែកយើងមិនល្អដូចគេទេស្បែកវាគឺថាវាមិនស្អាប់វាអាប់សវល់ហើយអញ្ចឹងធ្វើយើងរួយសក់ស្វាំងភ្នែកឈឺក្បាលជាប្រចាំទៅស្លុបទៅពិបាកក្នុងខ្លួនជាប្រចាំអ្នកខ្លះអាសាកុសខ្យល់កុសអីអញ្ចឹងហើយកើតជំងឺនឹងអង្គុយយូរក៏ពិបាកអ្នកធ្វើដំណើរទៅណាឆ្ងាយចិត្តអីក៏ពិបាកដែរហើយសំខាន់ណាស់សុខភាពបងប្អូនបើសុខភាពល្អទៅយើងទៅណាមានអារម្មណ៍ស្រស់ស្រាយចង់ដើរលេងភោជនីយដ្ឋានណាធំមានផ្កាមានសួនមានអីនឹងស្រឡះមុខមាត់សុបាយចិត្តមានអារម្មណ៍ថាស្រស់ស្រាយចង់ថតចង់អីទៅមើលទៅវាព្រមតាំងពីសុខភាពតាំងពីកន្លែងដើរលេងនឹងវាស្រស់ស្រាយបងនិយាយរួមតែសុខភាពល្អគឺពិតជាកំណប់មួយសំខាន់សម្រាប់មនុស្សជាតិគ្រប់គ្នាបើយើងមានសុខភាពមិនល្អហើយទៅណាក៏មិនអារម្មណ៍ស្រស់ស្រាយដែរវាពិបាកក្នុងខ្លួនធ្វើយើងថប់ដង្ហើមថប់អីសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងអស់កម្លាំងហើយបងប្អូនកើតជំងឺនឹងត្រូវការប្រយ័ត្នហូបប្រយ័ត្នបើហូបមិនប្រយ័ត្នក៏ហូបថ្នាំខ្ញុំអត់ត្រូវដែរអត់ជាទេហើយតមផងមិនលឿនមានកដាស់តមមានរបៀបប្រើហើយព្រីសេវាដឹកជូនគ្រប់ខេត្តក្រុងទាំងអស់ថ្នាំកាពះនេះគឺដាំទឹកហូបជាប្រចាំហើយរដូងបាត់វាមានពីរប្រភេទណាបើសិនណាអ្នកដែលកាពះមិនសូវចង្អោព្រលឹមឡើងមិនសូវក្អួតចង្អោបាត់ជើងអត់មានអំអិលអីទេគឺហូបតាមរដូងបាត់ដែរប៉ុន្តែជាស្រាមួយថ្ងៃពីរពេញអាកោក្រោយបាយមួយព្រឹកមួយល្ងាចចំណែកថ្នាំកាពះដាំទឹកហូបជាប្រចាំហូបទឹកឲ្យបាន2លីត្រកន្លះទៅ3លីត្រទៅអត់មានល្វីងចត់ទេឈ្ងុយថ្នាំនឹងឆ្ងាញ់ណាស់មានអនាម័យល្អណាស់ហើយស្រួយកាច់ឡើងស្រួយឈ្ងុយអត់មានជាតិចត់ជាតិល្វីងអត់មានក្រហមថ្មិញអត់មានធ្វើឲ្យយើងពិបាកលេបអីទេអត់មានល្វីងជូរចត់អីទេអត់មានទេគឺឈ្ងុយអត់មានធំបដោះធំផ្សិតអីទេហើយហូបថ្នាំខ្ញុំគឺត្រូវការមានសួរនាំអីរហូតចឹងខ្ញុំទទួលរហូតហូប3ថ្ងៃសួរហូប5ថ្ងៃសួរមកខ្ញុំទទួលតជាលេខ3ប្រព័ន្ធគឺទទួលរហូតហើយបងប្អូនមានជំងឺនឹងកុំទុកយូរវាផលរំខានគឺយើងទៅណាធ្វើដំណើរទៅណាស្បែកវាមិនស្រស់ថ្លាទេលាបឡេអីក៏ត្រូវដែរសំខាន់បងប្អូនហូបថ្នាំ